ទីនេះគឺជាទីកន្លែងល្អាងព្រះពុទ្ធ5ព្រះអង្គដែលឆ្លាក់អំពីថ្មតែម្ដងនៅភ្នំកលែនខាងកើតនៅចុងភ្នំកលែនខាងកើតនៅជិតវត្តភ្នំ3ចុះពីវត្តភ្នំ3ប្រហែលជា500ម៉ែត្រទេនៅខាងឆ្វេងដៃនឹងឃើញទីកន្លែងព្រះពុទ្ធ5ព្រះអង្គដែលចរិតឆ្លាក់នៅនឹងថ្មតែម្ដងមានទាំងព្រះពុទ្ធបដិមាករព្រះអង្គផ្ចាញ់មាព្រះអង្គសម្ដែងធម្មចក្រកបវតនសូត្រព្រះអង្គប្រោះសត្វព្រះអង្គត្រាស់ដឹងព្រមទាំងព្រះសិអាមេត្រីផងដែរនៅទីនេះគឺឆ្លាក់អំពីថ្មភ្នំតែម្ដងមើលទៅមានភាពស្រស់ស្អាតរស់រវើកដោយស្នាដៃវិចិត្រករដៃឯកដែលបានមកឆ្លាក់ព្រះពុទ្ធ5ព្រះអង្គនៅទីនេះគឺជាទីកន្លែងសម្រាប់ឲ្យពុទ្ធបរិស័ទគ្រប់ទិសទីមកគោរពបូជាថ្វាយបង្គំព្រះអង្គនៅទីនេះហើយនៅជុំវិញនេះគឺមានទេសភាពស្រស់ស្អាតនៅមើលទៅចេះទៅឃើញចុងភ្នំកូលែនខាងកើតហើយនឹងបងប្អូនធម្មញាតិទាំងអស់បានមកគោរពបប្រតិបត្តិសមាធិនៅទីនេះគឺមានភាពត្រជាក់ត្រជុំខ្យល់អាកាសល្អបរិសុទ្ធដែលនៅខាងលើកំពូលភ្នំព្រះកោនាកម្មនៅចង្កេះភ្នំកូលែនព្រះកសិបោព្រះសមណគោតមធម្មញាតិទាំងអស់ដែលមកដល់ទីនេះហើយมันអាចទៅរំលង5ព្រះអង្គពុទ្ធ5ព្រះអង្គទេជើងភ្នំកូលែនខាងកើតតែងតែចូលមកថ្វាយបង្គំគោរពបូជាអ្នកបានស្ការថ្វាយបង្គំព្រះអង្គនិងអង្គុយបដិបត្តិសមាធិនៅទីនេះនេះគឺជាផ្លូវចន្តាឡើងទៅខាងលើទេវតារុក្ខទេវតាចន្តាចុះនិងចន្តាឡើងទៅខាងលើព្រមទាំង ទីកន្លែងដែលព្រះពុទ្ធ5ព្រះអង្គស្ដេចយក្សកំផនព្នាងគង្គាព្នាងគង្ហេមានភាពត្រជាក់ត្រជុំគ្រាន់តែមិនសូវមានអ្នកនៅថែរក្សាទេដោយសារនៅទីកន្លែងនេះមានលក្ខណៈស្ងាត់ហើយទៅឆ្ងាយពីភូមិអ្នកស្រុកអញ្ចឹងណាអញ្ចឹងទៅមិនសូវជាមានអ្នកនៅចាំបោសសម្អាតឬក៏ថែរក្សាទេទីនេះគឺជាកន្លែងដ៏ស្រស់ត្រកាលស្រស់ស្អាតគឺជាទីជ្រះថ្លាក្រៃលែងខ្ញុំបកណាព្រមទាំងធម្មញាតិដែលមកបដិបត្តិសមាធិនៅភ្នំកូលែននេះក៏បានមកអង្គុយបដិបត្តិនៅទីនេះដែលមានខ្យល់អាកាសនិងភាពបរិសុទ្ធនៃធម្មធាតុធម្មជាតិព្រៃភ្នំព្រៃព្រឹក្សានៅជើងភ្នំដងភ្នំកូលែនដោយសេចក្តីជ្រះថ្លាសពកាល